គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅបន្តឆ្នាំ2026នៅព្រឹកថ្ងៃទី6ខែកុម្ភៈឆ្នាំ2026នេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបហៅកាត់ថាកូខបជបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅបន្តឆ្នាំ2026ក្រមអធិបតីភាពលោកជំទាវជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកជំទាវសិនណមសមាជិកក្រុមប្រឹក្សាខេត្តនិងលោកស្រីមនីរៀងសីអភិបាលរងខេត្តនិងជាអនុប្រធានកូខបជដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបលោកស្រីមនីរៀងសីមានប្រសាសន៍ថាដើម្បីការពារសុវត្ថិភាពនិងសិទ្ធិរបស់ប្រជាពលរដ្ឋកូខបជក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមប្រាសុផុនអភិបាលខេត្តដែលមានកិច្ចសហការនិងការចូលរួមអនុវត្តសកម្មភាពពីបណ្ដាមន្ទីរអង្គភាពក្នុងខេត្តអាជ្ញាធរទូទាំងខេត្តព្រមទាំងមានការគាំទ្រពីកូជបជក្រសួងស្ថាប័នថ្នាក់ជាតិនិងការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការដែលជាសមាជិកលេខាធិការដ្ឋាននិងក្រុមការងារបច្ចេកទេសទាំង6កងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទគ្រប់លំដាប់ថ្នាក់អង្គការដៃគូជាតិអន្តរជាតិដោយប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបនិងវិធានការសរុបបានដាក់ចេញនូវវិធានការយ៉ាងក្តៅគគុកដោយជំរុញឲ្យបង្កើនការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបឲ្យបានទាន់ពេលវេលានិងផ្ដន្ទាទោសជនល្មើសឲ្យបានធ្ងន់ធ្ងរទៅតាមនីតិវិធីច្បាប់ព្រមទាំងជំរុញការផ្តល់សេវាគាំទ្រផ្នែកច្បាប់និងសេវាសង្គមគិច្ចឲ្យបានឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះនិងងាយរងគ្រោះលោកស្រីមនីរៀងសីបានបង្ហាញថាក្នុងឆ្នាំ2025កន្លងទៅនេះកូខបជបានរៀបចំនិងអនុវត្តផែនការសកម្មភាពដោយផ្អែកទៅលើយុទ្ធសាស្ត្រចំនួន4នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស5ឆ្នាំរួមមានយុទ្ធសាស្ត្រទី1លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្សការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទលើកុមារទី2ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌទី3កិច្ចគាំពារជនរងគ្រោះនិងទី4ការងារច្បាប់គោលនយោបាយនិងកិច្ចសហប្រតិបត្តិការលោកស្រីបញ្ជាក់ថាទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដែលទទួលបានលទ្ធផលបទល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទដែលមានសមត្ថកិច្ចបានបង្ក្រាបមានការថយចុះបើធៀបនឹងឆ្នាំ2024សម្រាប់ក្របខ័ណ្ឌក្នុងខេត្តសៀមរាបប៉ុន្តែរូបភាពពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនៅតែកើតមានហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ដែលភាពរងគ្រោះមួយចំនួនគឺកើតឡើងទាំងនៅក្នុងនិងក្រៅប្រទេសនិងទាំងក្នុងនិងក្រៅប្រព័ន្ធអនឡាញតាមរូបភាពផ្សេងៗគ្នាក្នុងនាមកូខបជលោកស្រីសូមស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់ធ្វើការផ្សព្វផ្សាយក៏ដូចជាដាស់តឿនដល់ប្រជាពលរដ្ឋរបស់យើងកុំចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ឬការធ្វើចំណាកស្រុកដោយប្រថុយប្រថានដែលនាំឲ្យជួបនៅបញ្ហាជាយថាហេតុណាមួយធ្វើឲ្យបាត់បង់ដល់អាយុជីវិតឬធ្លាក់ខ្លួនទៅជាជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងរូបភាពណាមួយនោះត្រូវរួមគ្នាជំរុញការអនុវត្តតាមមុខសញ្ញារៀងៗខ្លួនហើយក៏បីខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពចូលរួមសហការដោយប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបវិធានការសរុបនិងធនធានសរុបក្នុងការបង្ក្រាបឲ្យបានរបបល្មើសជួញដូរមនុស្សអំពើធ្វើអាជីវកម្មផ្លូវភេទពិសេសលើស្ត្រីនិងកុមារនិងបទល្មើសរំលោភបំពាននានាដើម្បីជួយប្រជាពលរដ្ឋយើងឲ្យរួចផុតពីភាពរងគ្រោះនិងងាយរងគ្រោះ